ឡើងថ្លាឆ្វង់ដូចកញ្ចក់អញ្ចឹងបងប្អូនថ្ងៃនេះខ្ញុំដាក់ស្ងោរទឹកត្រីមឹកដែលខ្ញុំបានប្រឡាក់ថ្ងៃមុននោះក៏ទៅមេទឹកត្រីនេះខ្ញុំប្រឡាក់ចោលប្រហែលជា2ខែទៅ3ខែហើយមិនត្រឹមតែមេទឹកត្រីមឹកនេះទេណាបងប្អូនសូម្បីតែក្បាលត្រីឯដែលខ្ញុំទិញយកមកប្រឡាក់គឺខ្ញុំដាក់អំបិលថែមហើយខ្ញុំដាក់ចូលក្នុងកែវទាំងអស់តែម្ដងហើយក៏មានទឹកត្រីដែលខ្ញុំត្រាំក្តាមផងដែរគឺខ្ញុំចាក់ចូលដែរបន្ទាប់មកខ្ញុំដាក់ទឹក2កែវកន្លះមេទឹកត្រីមួយកែវនេះប្រហែលជា5គីឡូបានន័យថាខ្ញុំដាក់ទឹក2ដងនៃមេទឹកត្រីព្រោះដោយសារយើងត្រូវការរំងាស់ឲ្យវារីងចឹងហើយគឺយើងអត់ត្រូវថែមច្រើនដងទេខ្ញុំដាក់តែម្ដងយើងរំងាស់យកតែម្ដងរួចហើយខ្ញុំថែមខ្ទឹមមួយមើមធម្មតានៅក្នុងមេទឹកត្រីនេះគឺថាខ្ញុំដាក់ខ្ទឹមរួចហើយតែខ្ញុំថែមទៀតដើម្បីឲ្យវាមានក្លិនឈ្ងុយយើងវាយឲ្យបែកកពិតចឹងមកគឺយើងដាក់ទាំងសំបកតែម្ដងដោយសារតែខែនេះសម្បូរស្លឹកក្រូចសើចចឹងហើយខ្ញុំដាក់ស្លឹកក្រូចសើចមួយតងដែរគឺខ្ញុំកាត់ដាក់ទាំងស្លឹកទាំងតងតែម្ដងយើងកាត់អញ្ចឹងដើម្បីឲ្យវាចេញជាតិល្អមេទឹកត្រីប្រហែលជា5គីឡូនេះខ្ញុំប្រើស្ករកន្លះគីឡូខ្ញុំដាក់ស្ករតាមបរិមាណត្រីដែរដោយសារត្រីយើងរៀងច្រើនយើងដាក់ស្ករយើងដាក់ទឹកបន្តិចមកហើយយើងដាក់រំងាស់ឲ្យវារលាយពេលដែររលាយហើយគឺខ្ញុំបន្ថែមទឹកក្រូចឆ្មា1ស្លាបព្រាបាយដើម្បីកុំឲ្យវាកកយើងដាក់ទឹកក្រូចឆ្មាអញ្ចឹងយើងកំឡោចស្ករគឺថាអត់ចេះកកទេពេលស្ករយើងបានក្រហមហើយខ្ញុំយកមកចាក់ចូលក្នុងមេទឹកត្រីយើងចាក់ហើយយើងកូរឲ្យវាសព្វសិនមកបន្ទាប់ខ្ញុំយកមេទឹកត្រីនោះទៅដាំយើងធ្វើអញ្ចឹងបងប្អូនគឺថាអត់ស្អុយទេហើយទឹកត្រីយើងគឺថាងុំល្អហើយឈ្ងុយទៀតពេលដែលទឹកត្រីយើងបានពុះល្អហើយគឺខ្ញុំបើកគម្របហើយខ្ញុំដាក់ក្របបើកចំហបន្តិចហើយយើងរំងាស់ភ្លើងទូចដើម្បីឲ្យមេទឹកត្រីយើងគឺថាបានចេញជាតិល្អខ្ញុំរំងាស់ប្រហែលជា2ម៉ោងបន្ទាប់ពី2ម៉ោងក្រោយមកបងប្អូនមើលមេទឹកត្រីយើងរងល្អមែនតើដោយសារតែរងាស់ឲ្យភ្លាមគឺខ្ញុំអត់បានត្រង់ភ្លាមមេខ្ញុំបិទទុកចោលសិនយើងទៅសម្រាកសិនឥឡូវនេះខ្ញុំយកមកដាក់ត្រង់យើងប្រើកញ្ច្រែងមួយមកខ្ញុំត្រង់យកកាកធំចេញនិយាយថាឈ្ងុយបងប្អូនយើងស្ងោររបៀបនេះគឺថាអត់ស្អុយទេបើសិនជាយើងអត់កំឡោចស្ករដាក់គ្រឿងចូលក្នុងហ្នឹងគឺថាស្អុយតែបើស្ងោររបៀបនេះគឺថាអត់ស្អុយទេធំក្លិនឈ្ងុយតែម្ដងក្រោយពីត្រង់យកកាកចេញហើយឥឡូវនេះខ្ញុំចាក់ចូលទៅក្នុងឆ្នាំងធំវិញដើម្បីដាក់ស្ងោរម្សៅទៀតតែម្ដងនេះខ្ញុំបន្ថែមម្សៅស៊ុបចំនួន3ស្លាបព្រាបាយចំពោះម្សៅស៊ុបវិញបងប្អូនចង់ដាក់ក៏បានអត់ក៏បានដែរបើបងប្អូនមានច្រើនបងប្អូនដាក់ច្រើនអាស្រ័យលើបងប្អូនចូលចិត្តតែចំពោះខ្ញុំវិញគឺខ្ញុំដាក់តែបន្តិចទេដើម្បីឲ្យវាមានរសជាតិយើងកូរឲ្យសព្វរួចហើយខ្ញុំដាក់ដាំឲ្យពុះពេលដែលពុះហើយខ្ញុំបើកភ្លើងទូចរងាស់ដូចមុនអញ្ចឹងតែខ្ញុំបើកគម្របខ្ញុំរងាស់ប្រហែលជា2ម៉ោងជាងទៀតខ្ញុំមើលតាមសភាពទឹកត្រីឃើញទឹកត្រីយើងរៀងខាប់មកល្មមយើងមើលទៅទំនងថាយកជាការបានណាទើបខ្ញុំលើកចុះតែរយៈពេលដែលខ្ញុំរងាស់ប្រហែលជា2ម៉ោងជាងម្ដងនេះខ្ញុំប្រើក្រណាត់យើងបត់ជា2ឲ្យរៀងក្រាស់តិចមកបន្ទាប់មកទើបខ្ញុំយកទឹកត្រីនោះមកដាក់ច្រោះដោយសារតែមានបងប្អូនយើងគាត់ជួយប្រាប់កាលពីមុនខ្ញុំប្រើស្បៃច្រោះគឺថាអត់សូវថ្លាល្អទេតែដល់ពេលឥឡូវខ្ញុំប្រើកណាត់អញ្ចឹងបងប្អូននិយាយថាថ្លាល្អមែនតែនសូម្បីតែខ្លាញ់អីគឺថាអត់ដោយចូលទេបន្ទាប់ពីច្រោះហើយយើងទុកឲ្យរៀងត្រជាក់តិចទៅចាំយើងដួសដាក់កែវឬមួយក៏ដាក់ដបអីទុកទៅទឹកត្រីនេះខ្ញុំធ្វើបានប្រហែលជា10លីត្រ